តើរុស្ស៊ីត្រៀមចាំតែរត់ចាយជើងគ្នាទៅស្ដេចរត់ក្រោះខ្លារខិនបានមកដល់ដៃអ៊ុយក្រែនហើយនៅពេលនេះនេះគឺជាសម្ដីរបស់នាយករដ្ឋមន្ត្រីប៉ូឡូញប៉ុន្តែឮយ៉ាងដូចនេះស្រាប់តែលោកឌីមីទ្រីមេដវេដេវអតីតប្រធានាធិបតីរុស្ស៊ីបានចេញមកពមៀនជាថ្មីនៅពាក្យដែលគេស្ដាប់សឹងតែសគាទៅជាទៅហើយនោះថាការបន្តផ្គត់ផ្គង់អាវុធរបស់លោកខាងលិចមកឲ្យអ៊ុយក្រែនគឺនឹងធ្វើឲ្យមហន្តរាយនុយក្លេអ៊ែរប្រឈមនឹងការផ្ទុះទូទាំងពិភពលោកជាក់ជាមិនខាននៅក្នុងសម្រងសម្ដីដើមដែលបានដកស្រង់យើងមកចប់ផ្សាយដែលភ្នាក់ងារសារព័ត៌មានអាចារ្យស្រាកាលពីថ្ងៃច័ន្ទលោកមីតវេដេវបានថ្លែងបែបនេះថាជាការពិតការបន្តផ្គត់ផ្គង់អាវុធគឺអាចរារាំងលទ្ធភាពបើកកិច្ចចរចាឡើងវិញនិយាយឲ្យចំគឺសត្រូវរបស់យើងមិនដឹងថាគោលដៅរបស់ពួកគេនឹងនាំទៅរកមហន្តរាយទាំងស្រុងសម្រាប់មនុស្សគ្រប់គ្នានោះទេពលគឺពួកគេភ្លេចអស់ហើយនៅជីវិតដែលធ្លាប់ជូរចត់ដោយសារតែសារធាតុវិទ្យុសកម្មរាប់សតវត្សរ៍កន្លងមកនេះលោកមីតវេដេវបានលើកឡើងយ៉ាងដូចនេះទំនងជាចង់មានន័យថាក្របនុយក្លេអ៊ែរអាចនឹងត្រូវប្រើប្រាស់ជាថ្មីឡើងវិញដោយការពីពេលដែលអាមេរិកទម្លាក់លើជប៉ុនអំឡុងសង្គ្រាមលោកលើកទី2អញ្ចឹងការប្រមានរបស់អតីតប្រធានាធិបតីរុស្ស៊ីនេះទៀតសោតលេចមានឡើងត្រឹមតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីប៉ូឡូញបានដឹកស្ដេចគ្រុឌក្រោះខ្លារខិនលីអូផាធូចំនួន4គ្រឿងដំបងបង្អស់ប្រគល់ទៅឲ្យអ៊ុយក្រែនកាលពីថ្ងៃសុក្រលោកម៉ូរ៉ាវីគីនាយករដ្ឋមន្ត្រីប៉ូឡូញបានប្រាប់ទាហានអ៊ុយក្រែនយ៉ាងដូចនេះថាទាហានជាទីស្រឡាញ់ទាំងអស់គ្នាយើងយករថក្រោះលីអូផាធូ4គ្រឿងដំបងពីប៉ូឡូញមកឲ្យអ្នកនៅពេលនេះគឺសម្រាប់បណ្ដេញទាហានឈ្លានពានរបស់រុស្ស៊ីឲ្យរត់ចែកជើងគ្នាត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានពេលជួបជាមួយនឹងលោកប្រធានាធិបតីហ្សេឡែនស្គីលោកម៉ូរ៉ាវីគីបានបញ្ជាក់ថាប៉ូឡូញបានត្រៀមបញ្ជូនស្ដេចរថក្រោះខ្លារខិនបន្ថែមទៀតហើយនៅក្នុងពេលឆាប់ៗនេះថ្មីត្បិតបានកំពូលរថក្រោះលីអូផាធូក៏ពិតមែនប៉ុន្តែកាលពីម្សិលមិញនេះលោកវ៉ូឡូឌីមៀហ្សេឡែនស្គីបានទទួលស្គាល់ថាស្ថានភាពប្រយុទ្ធនៅក្នុងទីក្រុងបាមូតគឺពិតជាលំបាកខ្លាំងណាស់ព្រោះទ័ពសត្រូវបានបំផ្លាញអ្វីៗគ្រប់យ៉ាងឲ្យតែទើសមុខពួកគេសូមបញ្ជាក់ថាទ័ពរុស្ស៊ីបានព្យាយាមវាយដណ្ដើមយកទីក្រុងបាមូតរយៈពេល6ខែមកហើយប៉ុន្តែនៅតែមិនទាន់ដឹងថាជោគជ័យឬក៏មិនជោគជ័យនៅឡើយនោះទេចិនបានដាក់យោធារបស់ខ្លួនប្រងជើងការត្រៀមរួចជាស្រេចចាំមើលតែស្ថានភាពមិនស្រួលតែប៉ុណ្ណោះគណៈអាមេរិកបានបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួនមកហោះកាត់ច្រកសមុទ្រតៃវ៉ាន់ដោយមិនក្រាយរអាចិត្តទីក្រុងប៉េកាំងសូម្បីតែបន្តិចនៅក្នុងសម្រងសម្ដីដែលដកស្រង់ដោយកាសែត China Daily លោកស៊ីយីអ្នកនាំពាក្យកងទ័ពចិនបានលើកឡើងថាការហោះហើររបស់យន្តហោះចម្បាំងអាមេរិកប្រភេទ P-8A នៅលើសមុទ្រតៃវ៉ាន់កាលពីថ្ងៃច័ន្ទគឺជាការគំរាមកំហែងយ៉ាងជាក់ស្ដែងដល់ស្ថិរភាពនៅក្នុងតំបន់លោកបានបន្តទៀតថាអំឡុងពេលនោះចិនក៏បានបញ្ចេញយន្តហោះចម្បាំង Zu-27 ទៅហោះតាមឃ្លាំមើលយន្តហោះចារកម្មរបស់អាមេរិកមួយគ្រឿងនេះជាប់ជានិច្ចផងដែរហើយថានៅពេលនោះយោធាចិនក៏បានប្រងជើងការខ្ពស់រួចជាស្រេចដែរដើម្បីការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួនទោះបីចិនលើកឡើងយ៉ាងណាក៏ដោយក៏អាមេរិកមិនឈឺក្បាលហាថ្ងៃដែរដោយទីបញ្ជាការកងទ័ពទី7របស់ខ្លួនបានលើកឡើងថាអាមេរិកនឹងនៅតែបន្តហោះហើរបណ្ដែតនាវាចម្បាំងនិងបន្តធ្វើប្រតិបត្តិការគ្រប់ទីកន្លែងឲ្យតែច្បាប់អន្តរជាតិអនុញ្ញាតនៅក្នុងនោះរួមទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរសូមបញ្ជាក់ថានាពេលកន្លងមកនេះចិននិងអាមេរិកក៏ធ្លាប់បានប៉ះទង្គិចគ្នាជុំវិញហេតុការណ៍ស្រដៀងនេះដែរហើយរឿងដែលរសើបនៅក្នុងពេលថ្មីនេះគឺជំលោះរឿងបាឡុងចិនដែលអាមេរិកចោទថាគឺជាបាឡុងចារកម្មដែលស៊ើបការណ៍អំពីយោធារបស់ខ្លួននោះការធ្លាក់ចុះនៃសតិបញ្ញារបស់លោកប្រធានាធិបតី Joe Biden អាចបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទាំងមូលនិងអាចធ្វើឲ្យមនុស្សបាត់បង់ជីវិតនេះគឺជាសម្ដីក្រើនរំលឹករបស់លោក Ronnie Jackson ដែលជាអតីតវិជ្ជាបណ្ឌិតប្រចាំសេដ្ឋវិមាននៅក្នុងសម្រងសំណេរដែលត្រូវបានភ្នាក់ងារសារព័ត៌មានរុស្ស៊ី RT ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃច័ន្ទលោក Jackson បានមានប្រសាសន៍បែបនេះថាវាគួរឲ្យភ័យខ្លាចសម្រាប់ប្រទេសរបស់យើងដែលមានលោក Joe Biden ជាមេបញ្ជាការហើយរាល់ថ្ងៃនេះគឺគាត់កំពុងតែនាំយើងឆ្ពោះទៅរកសង្គ្រាមជាមួយរុស្ស៊ីនិងចិនដែលនេះមានន័យថាការថមថយនៃសុខភាពខួរក្បាលរបស់គាត់គឺអាចនឹងធ្វើឲ្យមនុស្សបាត់បង់ជីវិតលោក Jackson ធ្លាប់បានធ្វើជាវិជ្ជាបណ្ឌិតសម្រាប់លោកប្រធានាធិបតី Barack Obama និងលោកប្រធានាធិបតី Donald Trump រហូតឆ្នាំ2018នោះក៏ធ្លាប់បានរិះគន់រដ្ឋការរបស់អាមេរិកនៅពេលបច្ចុប្បន្នផងសម្រាប់ការមិនបង្ហាញនឹងការពិតអំពីសុខភាពខួរក្បាលរបស់លោកប្រធានាធិបតី Joe Biden ហើយថាប្រធានាធិបតីវ័យ80ឆ្នាំរូបនេះក៏មិនដែលធ្វើតេស្តខួរក្បាលដែរពោលគឺខុសអំពីលោក Donald Trump
បើទោះបីជាយ៉ាងណាកាលពីដើមខែនេះសេតាវិមានបានចែងឯកសារសង្ខេបបញ្ជាក់រួចហើយថាលោកប្រធានាធិបតីโจ Biden នៅមានសុខភាពមាំមួនអាចបន្តការដឹកនាំសេតាវិមានតទៅមុខទៀតបានមុនទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសចិនលោក Alexander Lukashenko ប្រធានាធិបតីបេឡារុសបានលើកឡើងកាលពីថ្ងៃច័ន្ទថាបេឡារុសអាចផលិតអាវុធប្រភេទអ្វីក៏បានដែរបើរួមដៃគ្នាជាមួយនឹងរុស្ស៊ីប្រធានាធិបតី Lukashenko បានថ្លែងបែបនេះអំឡុងកិច្ចប្រជុំអំពីលទ្ធកម្មយោធាកាលពីម្សិលមិញមុនលោកទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសចិននៅថ្ងៃទី28ខែកុម្ភៈនេះរហូតដល់ថ្ងៃទី2ខែមីនាដំណើរបំពេញទស្សនកិច្ចនេះជាសោតលេចមានឡើងស្របពេលដែលទីក្រុងវ៉ាស៊ីនតោនបានព្រមានទីក្រុងប៉េកាំងកុំឲ្យបញ្ជូនអាវុធទៅឲ្យរុស្ស៊ីសោះបើមិនដូច្នោះទេប្រកាសជាជួបផលលំបាកធ្ងន់ធ្ងរជាក់ជាមិនខានលោក Lukashenko និយាយរឿងផលិតអាវុធកាលពីចុងសប្តាហ៍មន្ត្រីក្រមអាវ៉ាត់របស់លោកដែលធ្វើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិក៏បានលើកឡើងផងដែរថាបើពេលណាប្រទេសជួបអាសន្នត្រូវតែប្រើច្បាប់អាញាសឹកនោះបេឡារុសនឹងមានទាហានរហូតដល់1.5 លាននាក់សម្រាប់ធ្វើសង្គ្រាមហើយនេះមិនរាប់បញ្ចូលនឹងកងកម្លាំងប្រដាប់អាវុធនោះឡើយបាទសួស្តីប្រិយមិត្តជាទីមេត្រីឥឡូវនេះយើងមកតាមដានអំពីព្រឹត្តិការណ៍សំខាន់ជាបន្តទៀតជាពិសេសតាមដានអំពីគោលជំហររបស់លោកโจ Biden ប្រធានាធិបតីនៃប្រទេសអាមេរិកដែលបានលើកឡើងនៅប្រទេសប៉ូឡូញបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់សហរដ្ឋអាមេរិកដើម្បីជំរាបទៅដល់បណ្ដាប្រទេសនៅលើពិភពលោកក៏ដូចជាសម្ព័ន្ធមិត្តហើយក៏ដើម្បីបញ្ជាក់ទៅដល់លោក Vladimir Putin និងប្រជាពលរដ្ឋរបស់ប្រទេសរុស្ស៊ីទាំងមូលដោយបញ្ជាក់នៅសម្ដីពិតច្បាស់ដោយផ្ទាល់តែម្ដងថាសម្រាប់សហរដ្ឋអាមេរិកក៏ដូចជាសម្ព័ន្ធមិត្តនិងប្រទេសអ៊ុយក្រែនការទប់ទល់ការពារសង្គ្រាមឬក៏ការជំនួយនៅមធ្យោបាយសពាវុធរួមទាំងហិរញ្ញវត្ថុទាំងឡាយដែលដាក់ចិត្តដើម្បីការពារទៅដល់សង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីឬក៏ប្រទេសរុស្ស៊ីហៅថាជាកិច្ចប្រតិបត្តិការពិសេសនោះគឺសហរដ្ឋអាមេរិកក៏ដូចជាសម្ព័ន្ធមិត្តនិងប្រទេសអ៊ុយក្រែនមិនមានគោលដៅណាមួយដើម្បីធ្វើការបំផ្លិចបំផ្លាញប្រទេសរុស្ស៊ីនោះទេនេះគឺជាការបញ្ជាក់ចំហរបស់លោកโจ Biden ដែលនៅក្នុងបញ្ហាសង្គ្រាមនេះហើយនៅក្នុងពេលដែលនៃការបញ្ជាក់នេះផងដែរគឺលោកโจ Biden ក៏បានប្រកាសថាបើសិនក្នុងករណីដែលប្រទេសរុស្ស៊ីឬក៏លោក Vladimir Putin ប្រើប្រាស់សង្គ្រាមនេះដើម្បីវាយចង់បានយកប្រទេសអ៊ុយក្រែននោះគឺសហរដ្ឋអាមេរិកក៏ដូចជាសម្ព័ន្ធមិត្តនិងប្រទេសអ៊ុយក្រែនមិនអនុញ្ញាតឲ្យរុស្ស៊ីឈ្នះសង្គ្រាមនេះជាដាច់ខាតនេះគឺជាចំណុច2ដែលជំហររបស់លោកโจ Biden បានបញ្ជាក់ច្បាស់ទៅដល់គូប្រកួតរបស់ខ្លួនរួមទាំងប្រជាពលរដ្ឋនៃពិភពលោកជាពិសេសគឺប្រជាពលរដ្ឋនៃប្រទេសរុស្ស៊ីទាំងមូលគឺមិនដូចអ្វីដែលលោក Vladimir Putin ថាលោកខាងលិចចង់កំទេចប្រទេសរុស្ស៊ីឬក៏សមាជិកអង្គការ NATO ចង់កំទេចប្រទេសរុស្ស៊ីគឺមិនមានគោលបំណងបែបនេះទេនេះគឺជាការបញ្ជាក់របស់លោកโจ Biden សំណួរសួរថាតើអ្វីដែលជាការសំអាងពិតប្រាកដដែលលោកโจ Biden បាននិយាយបែបនេះថាតើចំណុចសំខាន់ណាខ្លះដែលបញ្ជាក់នឹងការធានាទៅដល់ប្រទេសរុស្ស៊ីថាសហរដ្ឋអាមេរិកបណ្ដាសម្ព័ន្ធមិត្តក៏ដូចជាសមាជិកអង្គការ NATO មិនបានមានគោលបំណងដើម្បីកំទេចប្រទេសរុស្ស៊ីនោះយើងមើលថាតើការចោទប្រកាន់របស់ប្រទេសរុស្ស៊ីវិញថាតើមានអ្វីសំអាងដើម្បីបញ្ជាក់ថាលោកខាងលិចចង់ធ្វើបាបប្រទេសរុស្ស៊ីឬក៏ចង់កំទេចរុស្ស៊ីហើយអ្វីដែលលោក Vladimir Putin បានប្រកាសដោយចុងក្រោយបំផុតថាអ្វីដែលជាគោលដៅសម្រាប់ប្រទេសរុស្ស៊ីវាយដើម្បីឈ្លានពានឬក៏ប្រតិបត្តិការពិសេសរបស់ខ្លួនទៅក្នុងប្រទេសអ៊ុយក្រែនក៏មានគោលដៅតែមួយដូចគ្នាគឺដើម្បីរក្សាសន្តិសុខជាតិរបស់ប្រទេសរុស្ស៊ីហើយជាការមួយទប់ទល់អំពីការចង់កំទេចបំផ្លាញប្រទេសរុស្ស៊ីនេះឥឡូវនេះចំណុចនៃគោលដៅគឺច្បាស់លាស់រៀងខ្លួនហើយតែពីមុនមកនិយាយច្រើនតែល្វើល្វាយរៀងខ្លួនម្ដង
មានប្រមាណលក្ខខណ្ឌម្ដងមានប្រមាណលក្ខខណ្ឌប៉ុន្តែឥឡូវនេះមានតែមួយលក្ខខណ្ឌរៀងខ្លួនគឺលោកโจ Biden និយាយច្បាស់លក្ខខណ្ឌមានតែមួយទេគឺឲ្យកងទ័ពនៃប្រទេសរុស្ស៊ីត្រូវដកខ្លួនចេញពីទឹកដីនៃប្រទេសអ៊ុយក្រែនសង្គ្រាមនឹងត្រូវបានចប់ស្អែកនេះក៏បានដែរនេះគឺជាអ្វីដែលសហរដ្ឋអាមេរិកបានលើកឡើងថាมันមានអ្វីដែលខុសពីការដកកងទ័ពចេញហើយប្រគល់ទឹកដីទាំងឡាយដែលរុស្ស៊ីបានត្រួតត្រានោះឲ្យទៅប្រទេសអ៊ុយក្រែនហើយប្រទេសអ៊ុយក្រែនគឺជាប្រទេសមួយដែលទទួលនៅសិទ្ធិសេរីភាពឯករាជ្យភាពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ខ្លួនស្មើមុខស្មើមាត់ជាមួយនឹងបណ្ដាប្រទេសនៅអឺរ៉ុបខាងកើតដូចជាបណ្ដាប្រទេសដទៃទៀតនេះគឺជាជំហរច្បាស់រវាងលោកโจ Biden ហើយអ្វីដែលជាការព្រួយបារម្ភរបស់លោក Vladimir Putin ហើយនឹងការលើកឡើងរបស់លោក Vladimir Putin ដែលនិយាយប្រាប់ទៅដល់ពួកមេដឹកនាំមន្ត្រីរបស់ប្រទេសរុស្ស៊ីជាពិសេសចំពោះប្រជាពលរដ្ឋរបស់ប្រទេសរុស្ស៊ីថាលោកខាងលិចគឺជាមនុស្សអាក្រក់ហើយចង់បំផ្លិចបំផ្លាញប្រទេសរុស្ស៊ីនោះឥឡូវនេះគឺបានបើកគម្របរៀងខ្លួនសម្ដីផ្ទាល់រៀងខ្លួនហើយមានន័យថាលោកโจ Biden មិនមានគោលបំណងណាដើម្បីកំទេចប្រទេសរុស្ស៊ីឲ្យคล้ายទៅជាផេះឬក៏ចង់ធ្វើឲ្យរុស្ស៊ីរងនៅបញ្ហានៃការធ្វើទុកបុកម្នេញពីលោកខាងលិចនោះទេប៉ុន្តែបើសិនជារុស្ស៊ីដកកងទ័ពចេញពីទឹកដីនៃប្រទេសអ៊ុយក្រែននោះសង្គ្រាមនឹងបានបញ្ចប់ហើយរុស្ស៊ីមិនមានអ្នកណាមួយដែលអាចប៉ះពាល់ចំពោះប្រទេសរបស់ខ្លួនប្រជាពលរដ្ឋរបស់ខ្លួននោះទេប៉ុន្តែបញ្ហាគឺនៅត្រង់ថារុស្ស៊ីនៅតែមានការព្រួយបារម្ភដោយសារតែខ្វះការធានាឬទំនុកចិត្តរបស់ខ្លួនចំពោះសម្ព័ន្ធមិត្តឬក៏លោកខាងលិចខ្លាចនិយាយតែមាត់ប៉ុន្តែពេលដែលកងទ័ពរុស្ស៊ីដកថយកងទ័ពនៃសមាជិកអង្គការ NATO បានចូលរួមឬក៏ឲ្យប្រទេសអ៊ុយក្រែនចូលទៅជាសមាជិកនៃអង្គការ NATO ហើយពួកគេនឹងអាចដាក់កម្លាំងកងទ័ពនៅតាមព្រំដែននៃប្រទេសអ៊ុយក្រែននឹងធ្វើឲ្យមានការព្រួយបារម្ភចំពោះប្រទេសរុស្ស៊ីប៉ុន្តែនេះវាអាចជាបញ្ហាមួយដែលជាការលើកឡើងសំហេតុសំផលវាជារឿងមួយប៉ុន្តែក៏យើងមើលឃើញថាការចោទប្រកាន់របស់លោក Vladimir Putin នេះគឺមិនសមហេតុសំផលផងដែរពីព្រោះថានៅក្នុងពេលបច្ចុប្បន្ននេះមិនមែនមានតែប្រទេសអ៊ុយក្រែនដែលសុំទាមទារចូលជាសមាជិកនៃអង្គការ NATO នោះទេមានបណ្ដាប្រទេសដែលព័ទ្ធជុំវិញនៃប្រទេសរុស្ស៊ីហ្នឹងក៏ធ្លាប់បានចូលជាសមាជិកពេញសិទ្ធិនៅក្នុងសមាជិកនៃអង្គការ NATO ដែរសំណួរសួរថាតើប្រទេសដែលបានចូលជាសមាជិកនៃអង្គការ NATO ទាំងអស់នេះធ្លាប់បានគម្រាមកំហែងរុស្ស៊ីដែរឬទេគឺមិនមានទេដូចជាប៉ូឡូញជាដើមអ្វីត្បិតតែប៉ូឡូញបានចូលជាសមាជិកនៃអង្គការ NATO ប៉ុន្តែកងទ័ព NATO មិនបានទៅគម្រាមកំហែងរុស្ស៊ីនៅលើពីទឹកដីរបស់ប្រទេសប៉ូឡូញហើយនឹងប្រទេសដែលជារដ្ឋនៃអតីតសហភាពសូវៀតចំនួន3ទៀតដែលនៅជាប់ព្រំដែននឹងប្រទេសរុស្ស៊ីក៏បានចូលជាសមាជិកនៃអង្គការ NATO ដែរថាតើហេតុអ្វីបានជាប្រទេសរុស្ស៊ីមិនយកលេសនេះដើម្បីធ្វើការគម្រាមកំហែងប្រទេសរុស្ស៊ីនេះគឺជាលេសមួយដែលគេមើលឃើញថាលោក Vladimir Putin មានមហិច្ឆតាមួយដែលយកការព្រួយបារម្ភដែលមិនមានភាពវិទ្យាសាស្ត្រឬក៏ភាពប្រកបនិយមនៅក្នុងការចោទប្រកាន់ទៅដល់សមាជិកនៃអង្គការ NATO ក៏ដូចជាប្រទេសអ៊ុយក្រែនក៏ដូចជាសហរដ្ឋអាមេរិកនេះគឺជាការលើកឡើងពេលខ្លះលោក Vladimir Putin បានលើកដោយចំហើយមានលក្ខណៈជាតិនិយមចក្រពត្តិនិយមដោយពេលខ្លះគាត់បានប្រើថាគោលជំហររបស់ប្រទេសរុស្ស៊ីគឺត្រូវធ្វើយ៉ាងណាយកទឹកដីនៃប្រវត្តិសាស្ត្ររបស់ខ្លួនមកវិញដូច្នេះពាក្យមួយម៉ាត់នេះមិនមែនរឿងធម្មតានោះទេពាក្យថាយកទឹកដីប្រវត្តិសាស្ត្ររបស់រុស្ស៊ីមកវិញអញ្ចឹងទេពាក្យថាប្រវត្តិសាស្ត្រមួយនេះគឺមិនមែនជារឿងមួយដែលជាចំនួនថ្មីនេះវាជាការសើរើនៃអ្វីដែលគេហៅថារបបវាទីនិយមចក្រ